chư chạp đấy là ý rất mấy có dương mình phải lất mấy có dương cho ta nom châu mò bị kê chẳng sợ bố sót mấy có dương mình phải lất tặng bị trường đọc cho làm một nó ត្រឹមត្រូវណាបង បាទ ឃើញហើយឈឺចិត្តមែនឃើញចូលផ្សារមួយឃើញតែផលិតផលរបស់គេសិនតែផលិតផលនាំចូល I'm not to help Cambodia. Don't forget, I many time I explain Cambodia. You see Angkor Wat. This is the most fantastic architecture in the world. most amazing Yeah. ពេលដែលយើងមានទស្សនវិស័យចង់ជួយជាតិគិតដល់ផលិតផលជាតិចំណុចទី1ទី2យើងមើលទៅលើគុណភាពនៃរោងចក្រទី3យើងមើលឃើញអ្នកជំនាញផ្ទាល់ បាទ បើយើងអត់ឃើញគុណភាពរោងចក្រយើងអត់ឃើញអ្នកជំនាញក្នុងការសរសេររូបមន្តហ្នឹងទេក៏យើងអត់ហ៊ានចែកចាយដែរក្រោយពី6ខែខ្ញុំចុះទីផ្សារខ្លួនឯងខ្ញុំលក់ឲ្យតោមួយហ្នឹងអត់ភ្លេចទេលោកលក់6ដបគាត់សួរថាឆ្នាំណាលក់អស់អញ្ចឹងបាក់ទឹកចិត្តហើយ ឈឺចិត្ត បាទឈឺចិត្តហើយ បាទ សាប៊ូនាំចូលគេពេញហ្នឹងថាហេតុអីបានរបស់ក្នុងស្រុកសោះលក់ស្មើរបស់គេនាំចូល គឺដោយសារយើងវាធ្វើមានគុណភាពបាទទាំងអស់គ្នាកម្លាំងជាតិនិយមមករយៈចុងក្រោយហ្នឹងអូយធ្វើឲ្យផលិតផលខ្មែរជាច្រើនដាច់ស្តុកបាទនេះគឺជាគំរូមួយល្អមែនតើបាទដែលខ្មែរយើងសាមគ្គីគ្នាណាស់បាទអ្នកផលិតបាទអ្នកកែច្នៃអ្នកប្រើប្រាស់អូយហើយអ្នកជំនាញផ្សេងគឺយើងរួមដៃគ្នាដើម្បីធ្វើបែបណាយើងយកឈ្នះនៅក្នុងទីផ្សារបាទហើយថ្ងៃនេះយើងមានវាគ្មិន3រូបបាទអូយបាទសិតតែអ្នកដែលពងប្រឡូកផ្ទាល់ហើយបាទពួកគាត់រួមដៃគ្នាមានស្មារតីជាតិនិយមបាទរួមគ្នាធ្វើឲ្យសាប៊ូរបស់ខ្មែរយើងរួមលក់ដាច់ស្តុករហូតមកដល់ពេលនេះតោះគ្នាមកអូយច្រើនខែមែនតើបាទដែលកំពុងតែលក់ខ្លាំងមែនតើហើយ podcast មួយនេះនឹងក្លាយទៅជាគំរូមួយល្អបំផុតសម្រាប់បងប្អូននៅក្នុងវិស័យផ្សេងទៀតដែលយើងត្រូវតែនាំគ្នារួមដៃគ្នាកម្លាំងជាតិនិយមធ្វើបែបណាយកឈ្នះហើយជំនួសបាទហើយជំនួសលើកនេះមិនមែនជំនួសមកគ្រាទេគឺជំនួសរហូតហ្មងបាទអញ្ចឹងថ្ងៃនេះគឺយើងមានវាគ្មិនពិសេសបាទបងសេងពេញគីបាទគាត់ជា CEO បាទហើយជាស្ថាបនិកសាប៊ូក្លិនផ្ទាល់តែម្ដងបាទរោងចក្ររបស់ខ្មែរកំពុងតែព្រីកធំមែនទែនបាទហើយទី2បាទមានបងបញ្ញរិទ្ធបាទគាត់ជា CEO របស់ IG Trading បាទក៏ជាអ្នកចែកចាយខាងនេះជាអ្នកផលិតខាងនេះជាអ្នកចែកចាយបាទហើយយើងមានបាទ Mr. Lee Hun បាទគាត់មកពីកូរ៉េទេបាទប៉ុន្តែគាត់ក៏ចូលរួមនៅក្នុងការផលិតសាប៊ូក្លិននៅស្រុកខ្មែរផងដែរបាទហើយនៅថ្ងៃនេះតោះគ្នានឹងរៀនសូត្រនៅគំនិតល្អជាច្រើនដែលវាគ្មិនទាំង3ចំបាច់ចូលគ្នាធ្វើបែបណាខ្មែរឈ្នះនៅក្នុងទីផ្សារបាទអញ្ចឹងជំរាបសួរអ្នកទាំង3បាទជំរាបសួរបាទអញ្ចឹងជាបឋមបាទចង់សួរទៅបងពេញគីដោយសារបើអត់បងទេយើងអត់មានវេទិកាថ្ងៃនេះឡើងទេបាទហើយបើអត់បងទេរោងចក្រសាប៊ូក្លិនมันអាចពង្រីករហូតដល់ពេលនេះបាទ1ជា3ហើយនៅចែកចាយអត់ទាន់ទៀតបងតើអ្វីនៅពីក្រោយការបង្កើតរោងចក្រសាប៊ូក្លិនមកដល់ពេលនេះ បាទជំរាបសួរបងខ្សលអរគុណណាស់ដែលបានចូលរួមនឹងការពិភាក្សាគ្នានៅថ្ងៃនេះ បាទ ការបង្កើតរោងចក្ររបស់យើងពីដំបូងឡើយមានការគិតដល់ល្អិតអន់ បាទ ហើយក៏មិនបានចេះតែធ្វើទេយើងរកអ្នកជំនាញច្បាស់លាស់ដើម្បីបង្កើតរោងចក្ររបស់យើងនឹងឲ្យមានស្តង់ដារនិយាយទៅថាទៅយើងធ្វើដើម្បីឲ្យមានគុណភាពដើម្បីឲ្យមានទំនុកចិត្តដល់អ្នកប្រើប្រាស់នេះជាកត្តាដែលសំខាន់ដែលរោងចក្រយើងកំពុងតែធ្វើ បាទ ហើយការធ្វើនេះគិតមកវាជាយូរឆ្នាំមុននឹងបង្កើតជាមួយលោកលី បាទ ដែលដៃគូខ្ញុំក៏រស់នៅនាសមុទ្រដែរនៅបារាំងជាមួយគ្នានាំគាត់មកលេងចៃដន្យអីគាត់សួរថាម៉េចនៅផលិតផលស្រុកយើងអត់មានអញ្ចឹងសាប៊ូបាទអញ្ចឹងបើក៏យើងចាប់ដើមគិតថា
ហ្នឹងហើយសាប៊ូយើងនាំចូលទាំងអស់អត់មានសាប៊ូខ្មែរទេគាត់ថាប្រទេសណាក៏មានសាប៊ូក្នុងស្រុកយើងដែរក្នុងស្រុកដែរតែមិនបានក្នុងស្រុកយើងអត់មានក៏ចាប់ដើមគិតតាំងពីហ្នឹងមក បាទអានេះតាំងពី10ឆ្នាំមុន តាំងពីជាង10ឆ្នាំមុន បាទ ថាទៅឆ្នាំ2012ដែលពួកខ្ញុំនាំគាត់មកលេងស្រុកខ្មែរហើយចៃដន្យអីគាត់ជំនាញនៅក្នុងហ្នឹងមិត្តភ័ក្តិក៏ជំនាញក្នុងហ្នឹងដែរអញ្ចឹងក៏ចាប់ដើមធ្វើសាប៊ូកក់សក់ហើយនៅសាប៊ូលាងចានពេលហ្នឹងយើងចាប់ដើមតូចទេហ្នឹងហើយបុគ្គលិកយើងមានតែ20នាក់ទេបាទពីដំបូងហ្នឹងបាទអញ្ចឹងមានន័យថាការគិតហើយនឹងការផលិតរបស់យើងវាមានរឿងជាច្រើនហើយមុននឹងមកដល់ថ្ងៃនេះបាទអានេះបងឈឺចាប់ដែរថាអីមិនក៏យើងមិនផលិតមិនក៏យើងចេះតែនាំចូលមកពីគេអញ្ចឹងសាប៊ូសោះមិនក៏យើងមិនផលិតតាំងពីជាង10ឆ្នាំមុននោះត្រឹមត្រូវណាបងបាទឃើញហើយឈឺចិត្តមែនឃើញចូលផ្សារមួយឃើញតែផលិតផលរបស់គេសិតតែផលិតផលនាំចូលអត់មានផលិតផលក្នុងស្រុកតលសោះបាទហើយម្យ៉ាងទៀតផលិតផលផងយើងនឹងយើងក៏មានការគិតពីរឿងឈ្មោះដែលយើងបានដាក់នៅក្នុងដបនេះបាទក្លិនស្អាតហើយល្អជាពាក្យដែលសាមញ្ញហើយជាពាក្យខ្មែររបស់យើងណាដូច្នេះអ្វីដែលយើងធ្វើយើងគិតថាសម្រាប់ជាតិបាទក្លិនគឺសាប៊ូកក់សក់ហើយដុសខ្លួនបាទស្អាតសាប៊ូលាងចានល្អបាទល្អសាប៊ូបោកក្អៅបោកគោះបាទនិយាយរួមឈ្មោះខ្មែរហ្មងឈ្មោះខ្មែរសុទ្ធសាធបាទការបង្កើតឡើងមកនឹកថាបើសិនជាយើងបង្កើតផលិតផលក្នុងស្រុកយើងដាក់ឈ្មោះខ្មែរសុទ្ធសាធមកបាទអរគុណបងបាទហើយទាំងអស់គ្នាមើលនេះទាំងអស់គ្នាថាប្រើសាប៊ូក្លិនល្អហើយក្រៅពីល្អអ្នកផលិតក៏មានបេះដូងខ្មែរដែរបាទហើយអរគុណ Mr. Lee ដែរមានបេះដូងខ្មែរដែរបាទមកចូលរួមទាំងអស់គ្នាដើម្បីធ្វើឲ្យខ្មែរមានផលិតផលបាទមិនត្រឹមតែពេលដែលយើងមានបញ្ហាមួយថៃទេអត់ទេគឺជាង10ឆ្នាំហើយបាទហើយបងក៏ផលិតបានច្រើននៅក្នុងហ្នឹងក៏មានផលិតផលដែលចេញក្រោយគេហ្នឹងគឺ Clan Baby បានប្រហែលជា 3-4 ឆ្នាំហើយបាទហើយ IG Trading បាទក៏គាត់មានឱកាសមកចាប់ដៃដើម្បីចែកចាយបាទបងមើលដំណើរដើមតងដំបូងយ៉ាងម៉េចទៅនៅពេលដែល IG Trading ចាប់ផ្ដើមចែកចាយ Clan Baby នេះជាសួរហៀMr. Lee ដំបូងតាមពិតទៅពួកយើងអត់មានគំនិតទៅចែកចាយទេប៉ុន្តែយើងមានគំនិតចង់ទិញផលិតផលពី Clan យកមកធ្វើកម្មវិធី promotion ជាមួយទៅដោះគោបាទដល់ពេលហើយបានជួប GM បាទ KH ដល់ពេលគាត់សិក្សាទៅគាត់សួរនាំពីទំហំនៃការចែកចាយរបស់យើងហើយគាត់ក៏ចាប់ដើមណែនាំថាគាត់មានរូបមន្តសាប៊ូកូនក្មេងសម្រាប់កូនក្មេងប្រើបាទអញ្ចឹងគាត់សួរថាបងចាប់អារម្មណ៍អត់ហើយពី IG ដោយសិក្សាដូចលោកគ្រូបានដឹងមិញហើយគាត់មានទស្សនៈជាតិនិយមបាទហើយ IG Trading ក៏មានទស្សនៈជាតិនិយមដែរពេលយើងបង្កើត IG Trading គឺយើងចង់ជួយដល់ផលិតករខ្មែរដែលគាត់មានផលិតផលក្នុងស្រុកហើយគាត់ពិបាកក្នុងការចែកចាយយើងស្ម័គ្រចិត្តជួយគ្នាដើម្បីចែកចាយអញ្ចឹងហើយបានជាពេលឃើញថាយើងមានទស្សនវិស័យដូចគ្នាហត់ហរគ្នាហ្មងយើងចាប់ដៃជាមួយនឹង KH ដើម្បីផលិតដើម្បីចែកចាយអានេះបងឃើញថាផលិតផលក្នុងស្រុកអញ្ចឹងណាតទៅអញ្ចឹងទៅក៏រើសមកហ្មងប៉ុន្តែហេតុអីបានជារើសសាប៊ូ Clan Baby បើជំរាបលោកគ្រូមិញទី1គឺចាត់ដូចគ្នាបាទពីព្រោះទស្សនវិស័យគឺជារឿងចម្បងបាទហើយពេលលក់ដំបូងហ្នឹងពិបាកអីបងផលិតផលនេះពិបាកខ្លាំងបាត់ពិសោធន៍ដោយសារសាប៊ូបរទេសវាច្រើនពេកហ្មងណាពេលនោះនិយាយរួមយើងចាប់ផ្ដើម2023បាទថ្ងៃ1ខែ7 2023យើងចាប់ផ្ដើមចេញសាប៊ូ Clan សម្រាប់កក់សក់ដុសខ្លួន baby ចាប់ពីកើតរហូតខ្ញុំបានពិសោធន៍ផ្ទាល់នៅខែ1 2024ក្រោយពី6ខែខ្ញុំចុះទីផ្សារខ្លួនឯងខ្ញុំលក់ឲ្យតូបមួយនោះអត់ភ្លេចទេលក់6ដបគាត់សួរថាឆ្នាំណាលក់អស់6ដបគាត់ទិញចូលគាត់សួរថាឆ្នាំណាបានលក់អស់ពេលហ្នឹង
បើនិយាយទៅក្នុងនាមជាអ្នកចែកចាយសឹងបាក់ទឹកចិត្តបាត់ហើយសឹងបាក់ទឹកចិត្តហើយ ឈឺចិត្ត បាទឈឺចិត្តហើយ បាទ សាប៊ូនាំចូលគេពេញហ្នឹង បាទ សំណួរទី2ដែលគាត់សួរគាត់ថាហេតុអីបានរបស់ក្នុងស្រុកសោះលក់ស្មើរបស់គេនាំចូល គាត់សួរអញ្ចឹង គាត់សួរអញ្ចឹងហ្មងលោកគ្រូ បាទ បាទតែយើងមានហេតុផលពន្យល់គាត់ដោយសារអីដោយសារសាប៊ូក្លិនរបស់យើងខុសពីគេយើងចាប់ផ្ដើមជាមួយនឹងរូបមន្ត organic បាទ បាទអញ្ចឹងខ្ញុំជឿថាថ្ងៃនេះមាន Mr. Lee មាន Hia បាទ ខ្ញុំជឿថាតើ organic មានន័យថាម៉េចបាទទុកជូន Hia និង មក Mr. បញ្ Lee យល់ឲ្យអ្នកទាំងអស់គ្នាស្ដាប់ប៉ុន្តែចង់បន្ថែមទៅលើបង្រិនតិចថាពេលដែលដំបូងហ្នឹងគឺគ្នាយើងសួរអញ្ចឹងបាទសួរឲ្យសាប៊ូអីលក់តម្លៃស្មើនាំចូលអញ្ចឹងបាទគឺដោយសារយើងវាធ្វើមានគុណភាព បាទ បាទហើយមកដល់ពេលនេះបាទ Clean Baby គឺកំពុងតែលក់ដាច់ស្តុករហូតបាទ បាទ មិនធម្មតាបាទវាហួសការរំពឹងខ្ញុំនឹងស្នើឲ្យបងបកស្រាយបន្ទាប់ប៉ុន្តែឥឡូវហ្នឹងចង់ទាញមក Mr. Lee ដើម្បីឲ្យទាំងអស់គ្នាដឹងថាហើយផលិតផលខ្មែរយើងមិនមែនចេះតែផលិតទេ បាទ យើងផលិតដោយសារយើងមានចក្ខុវិស័យមួយធ្វើផលិតផលខ្មែរយើងមិនមែនដូចបងគាត់លើកឡើងមិនមែនចង់តែមានទេមិនមានតែសាប៊ូទេគឺមានសាប៊ូដែលមានគុណភាពទៀត ខ្ញុំបានសួរសំណួរទី1ទៅ Mr. Lee ថាតើ Mr. Lee គិតអ្វីចម្បងពេលដែលច្នៃបង្កើតសាប៊ូក្លិនដំបូងបាទ Mr. Lee គាត់បានឆ្លើយមកវិញថាគិតមុនគេគឺមិនមែនគិតពីតម្លៃទេបាទមិនចេះតែគិតរឿងផលិតសាប៊ូឲ្យថោកនោះទេបាទថោកល្អហើយប៉ុន្តែអ្វីដែលថិតថេរយូរអង្វែងគឺគុណភាពអញ្ចឹងទេគឺគាត់បានប្រាប់ថាគឺនៅពេលនោះគឺគាត់គិតពីការបារម្ភរបស់អ្នកម្ដាយបាទពេលដែលបង្កើតសាប៊ូ Clean Baby ដំបូងណាបាទហើយគាត់ថានេះជាផលិតផលដែលម្ដាយត្រូវការសម្រាប់កូនអញ្ចឹងក្លិនมันអាចចេះតែដាក់ក្លិនខ្លាំងពេកទេបាទវាអាចអាឡែស៊ីទៅដល់កូនអញ្ចឹងគាត់រើសក្លិនសារជាតិដែលពាក់ព័ន្ធមួយក្លិនណាដែលវាមិនអាឡែស៊ីទៅដល់ស្បែកកុមារតូចៗហើយវត្ថុធាតុដើមផ្សេងទៀតដែលរើសមកនេះបាទធ្វើបែបណាឲ្យវាមានវីតាមីនជួយទៅដល់សក់ជួយទៅដល់ស្បែកហើយនៅក្នុងហ្នឹងគាត់ក៏បានប្រហើបនៅ key ingredient មួយបាទគឺសារ៉ាយសមុទ្របាទដែលទិញពីម៉ុងហ្កូលីមកនិយាយរួម1គីឡូអាចរហូតដល់$300ណោះបាទជាវត្ថុធាតុដើមដែលមានគុណភាពហើយបានដាក់ចូលទៅក្នុងសាប៊ូ Clean Baby ផ្ទាល់តែម្ដង អូខេ thank you បាទអញ្ចឹងបងចង់សួរមកបងពេញគីបន្ថែមថានេះឥឡូវយើងផលិតសាប៊ូដែលយើងប្រើវត្ថុធាតុដើម organic បាទដែលយើងអាចផលិតមកហើយយើងផ្ដោតលើគុណភាពខ្លាំងហ្មង បាទអញ្ចឹងដល់ពេលយើងផលិតវិញពិបាកផលិតទេហ្មងតើអាចរៀបរាប់បន្ថែមមើលថាតើរោងចក្រសាប៊ូក្លិនមកដល់ពេលនេះសមត្ថភាពយើងផលិតបែបណា ការផលិតសាប៊ូវាមិនខុសពីសាប៊ូដតៃទេប៉ុន្តែគាត់ថាដូចគាត់សេលីគាត់បានរៀបរាប់អញ្ចឹងសំខាន់វត្ថុធាតុដើមវត្ថុធាតុដើមដែលមានគុណភាពយើងធ្វើអ្វីឲ្យអ្នកប្រើប្រាស់គាត់កុំឲ្យមានបារម្ភថាផលិតផលហ្នឹងយកមកប្រើអាចប៉ះពាល់សុខភាពរបស់គាត់មានទេអញ្ចឹងយើងធ្វើនេះដោយមានទំនុកចិត្តហើយនឹងធ្វើឲ្យអ្នកប្រើប្រាស់ហ្នឹងក៏គាត់ទុកចិត្តលើផលិតផលរបស់យើងដែរបាទហ្នឹងហើយការផលិតហ្នឹងវាមិនស្មុគស្មាញទេដោយសារយើងមានអ្នកជំនាញបាទយើងមានអ្នកជំនាញយើងមានម៉ាស៊ីនមានអ្នកជំនាញការផលិតរបស់យើងកើនមួយថ្ងៃទៅមួយថ្ងៃមិនជាបញ្ហាសម្រាប់រោងចក្រយើងទេអញ្ចឹងយើងមួយថ្ងៃទៅមួយថ្ងៃយើងរីកចិត្តធំទៅហើយបង organic សាប៊ូ organic វាសំខាន់មិនអីទេបងសាប៊ូ organic សំខាន់ខ្លាំងជាងគេគឺសម្រាប់ឲ្យទារកគាត់ប្រើទៅកុំឲ្យមានប៉ះពាល់សុខភាពរបស់គាត់ហើយ organic នេះជាលើកទី1ដែលយើងបានបង្កើតចេញនៅក្នុងប្រទេសកម្ពុជាយើងសាប៊ូក្លិនមុនគេបាទសាប៊ូក្លិនក៏យើងបង្កើតមុនគេបាទហើយសាប៊ូ organic ក៏យើងបង្កើតមុនគេនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងបាទហ្នឹងហើយអ្វីដែលសំខាន់នៅក្នុងហ្នឹងនិយាយទៀតតាមលោកលីគាត់បានបញ្ជាក់រឿងគុណភាពនៃការ
ឲ្យអតិថិជនក៏ប្រើមានន័យថាមានសារៈសំខាន់ច្រើននៅក្នុងហ្នឹងវីតាមីនសំខាន់វីតាមីនជួយស្បែកជួយសក់ណាធ្វើម៉េចឲ្យទីរោគគាត់ប្រើទៅកុំឲ្យមានបញ្ហាព្រោះអាហ្នឹងវាសំខាន់ណាបើយើងដាក់ផលិតផលអីផ្សេងមិន organic ហ្នឹងវាប៉ះពាល់សុខភាពគាត់បាទហើយបើសិនជាឪពុកម្ដាយគាត់ឃើញកូនគាត់មានបញ្ហារឿងស្បែកឬមួយក៏រឿងសក់អាហ្នឹងក៏មិនមែនជាការល្អដែរបាទហើយយើងបានទៅជែកគ្នាបងថាសាប៊ូផ្សេងគាត់មាន ingredient ផ្សេងដែលពេលខ្លះវាធម្មជាតិដែរប៉ុន្តែការចម្រាញ់វាខុសពីសាប៊ូក្លិនហើយទី2អាចទេគឺដោយសារសាប៊ូក្លិនសិក្សាវៃឆ្លាតទៅលើអ្វីដែលក្មេងៗត្រូវការបំផុតនៅខ្មែរគឺយើងអាចថាបញ្ហាស្បែកមួយបញ្ហាសក់មួយអញ្ចឹងបងបាទតាមត្រូវព្រោះបើសិនជាយើងចេះតែយកផលិតផលថា organic ក្រៅពី spirulina បាទក៏មានដែរប៉ុន្តែជំរឿសក្រុមហ៊ុនដោយសារ spirulina នេះវាមានអត្ថប្រយោជន៍ច្រើនណាស់បាទជាពិសេសវីតាមីនហ្នឹងហ្មងវីតាមីនមានរហូតដល់រាប់សិបដែលនៅក្នុងហ្នឹងបាទចិញ្ចឹមស្បែកចិញ្ចឹមសក់បាទមានន័យថាការប្រើទៅគឺល្អសម្រាប់ទារកបាទអញ្ចឹង organic នេះដោយសារក្លិនបានចេញដំបូងគេអញ្ចឹងទៅអ្នកដែលគាត់ប្រើហើយដូច Mr. Lee និយាយអញ្ចឹងគឺគាត់ប្រើទៀតប្រើហើយតែសារវាបានផលហើយកូនគាត់នឹងសក់វាច្រើនឪពុកម្ដាយសប្បាយចិត្តទិញប្រើទៀតបាទអាហ្នឹងហើយដែលយើងចង់បានពីក្រុមហ៊ុនយើងចង់បានឲ្យអ្នកប្រើសប្បាយចិត្តប្រើហើយប្រើទៀតបាទអរគុណហើយតទៅពេលប្រើហើយប្រើទៀតយើងលក់ដាច់ស្តុកបងមិនទៅអ្នកលក់គាត់ថ្ងៃទេមកសុំសាប៊ូធ្វើមិនដងហ្នឹងបាទតំណាងឲ្យក្នុងនាមជា IG Trading ដែលជាតំណាងចែកចាយផ្ដាច់មុខដែលទទួលសិទ្ធិពី KA ក្នុងការចែកចាយសាប៊ូក្លិន Baby ផ្ដាច់មុខនៅស្រុកខ្មែរពិតជាធ្វើការសុំទោសបាទដល់អតិថិជនដែលយើងមានការខ្វះខាតកន្លងមកទាំងអ្នកចែកចាយទាំងអ្នកប្រើប្រាស់បាទពិតជាសុំទោសហើយក៏សូមផ្ដល់សារជូនទៅបងទាំងអស់គ្នាដែលជាអ្នកប្រើប្រាស់អ្នកដែលអត់ទាន់បានដូរត្រូវរង្វាន់សេរីមុនអត់ទាន់ដូរសូមរស់រាន់បាទព្រោះយើងចេញផ្សព្វផ្សាយតាម Facebook ហើយអញ្ចឹងបងយកស្លឹកឆ្នោតហ្នឹងទៅបដូរតាមទីតាំងដែលយើងដាក់នៅជូននៅលើ Facebook អញ្ចឹងយើងនឹងព្យាយាមដោះស្រាយជូនឲ្យទាន់ពេលវេលាបាទនៅក្នុងខែហ្នឹងបាទយើងបន្តតាមពិតយើងចប់ក្នុងខែ12ប៉ុន្តែដោយសារយើងមានការខ្វះខាតផលិតផលដើម្បីដូរពួកយើងពជាពេលបាទពជាពេលជូនបាទកុំឲ្យនៅតែដូររង្វាន់បាទនៅតែដូររង្វាន់បានអញ្ចឹងបាទជាការសុំទោសហើយជាការអរគុណបាទដល់អ្នកប្រើប្រាស់អាចថាទៅអនាគតយើងនឹងពេលណាយើងនឹងលែងខ្វះបងបាទអានេះខ្ញុំសួរក្នុងប្រហែលជាបងប្អូនចង់សួរសំណួរហ្នឹងច្រើនបាទមើលមិនសួរសំណួរហ្នឹងមួយម៉ាត់មកពេលណាបិណ្ឌសាប៊ូក្លិនហើយនឹងសាប៊ូក្លិន Baby នេះឈប់ខ្វះសាប៊ូឲ្យអ្នកលក់សំណួរជាសំខាន់សម្រាប់អតិថិជនទាំងអស់ការផលិតរបស់យើងអត់មានបញ្ហាគឺវត្ថុធាតុដើមនិងវេចខ្ចប់ដោយសារនៅក្នុងស្រុកយើងមានការផលិតមានកម្រិតដូច្នេះហើយការផលិតរបស់យើងវាជាការខ្វះខាតដោយសារកត្តាហ្នឹងប៉ុន្តែបើក្រុមហ៊ុនធានា 100% បើសិនជាមានវត្ថុធាតុដើមហើយនឹងការវេចខ្ចប់នឹងគ្រប់គ្រាន់គឺក្រុមហ៊ុនធ្វើមិនឲ្យខ្វះដើម្បីឲ្យអ្នកចែកចាយឲ្យគ្រប់គ្រាន់បាទលើទីផ្សារបាទប៉ុន្តែមកដល់ពេលនេះគឺផលិតភាពផលិតបានកាន់តែច្រើនជាងមុនហើយគ្រាន់បើជាងមុនឆ្ងាយណាស់មិនបាន 100% ប៉ុន្តែបាន95% ហើយបាទអញ្ចឹងសូមបងប្អូនតែ 10% ទៀតបន្តអធិស្ឋានបាទសូមបន្តអធិស្ឋានដោយសារក្រុមហ៊ុនមិនមានចេតនាថាធ្វើឲ្យខ្វះទេធ្វើម៉េចឲ្យគ្រប់ដើម្បីឲ្យអតិថិជនអាចប្រើគ្រប់ចំនួនបាទនេះយើងអាចផលិតសាប៊ូដែល organic ច្រើនសាប៊ូដែលមានគុណភាពខ្លាំងនេះគឺដោយសារសមត្ថភាពផលិតរោងចក្រគឺយើងឥឡូវហ្នឹងទាំងអ្នកជំនាញក៏យើងមាន
ទាំងម៉ាស៊ីនទំនើបហើយរោងចក្រគឺកាន់តែធំជាងមុនអញ្ចឹងណា ត្រឹមត្រូវព្រោះអ្វីដែលយើងផលិតយើងចាំបាច់ណាស់ត្រូវមានម៉ាស៊ីនទំនើបត្រូវមានជំនាញដើម្បីធ្វើយ៉ាងម៉េចផលិតផលចេញមកកុំឲ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ បាទ បាទហ្នឹងហើយដែលយើងក្រុមហ៊ុនជាគោលដៅរបស់ក្រុមហ៊ុន បាទហើយខ្ញុំឃើញថាសាប៊ូ organic ហ្នឹងវាខុសពីសាប៊ូផ្សេងយ៉ាងម៉េច organic ហ្នឹងវាមានសារៈសំខាន់ផិនវាមួយលើសពីលទ្ធផលដទៃ បាទ លទ្ធផលដទៃក៏គុណភាពផិនគេល្អដែរ បាទ ប៉ុន្តែ organic នេះវាមានជំនួយច្រើនដូចថាវីតាមីនច្រើននៅក្នុងហ្នឹងហ្មង អូ បាទយកមកប្រើវាជួយស្បែកវាជួយសក់យើងហ្នឹងស្បែកក្បាលផងយើង បាទ ធ្វើម៉េចវារឹតតែល្អបាទ អានេះបើថាលាងចានអីវាមិនកាត់ដៃវិញអញ្ចឹងណា តើទៅ organic អ្វីដែលគេថា organic វាធ្វើឲ្យប៉ះពាល់ទៅសុខភាពរបស់យើងទេប៉ុន្តែត្រូវតែមានរូបមន្តត្រឹមត្រូវ បាទ មិនមែនថា organic ហើយវាអត់ប៉ះពាល់ដល់សុខភាពទេបើយើងអត់មានរូបមន្តត្រឹមត្រូវវាអាចនឹងប៉ះពាល់សុខភាពដែរប៉ុន្តែយើងមានអ្នកជំនាញដែលគាត់អាចថ្លឹងថ្លែងថាអាហ្នឹងដែលយើងដាក់ប៉ុណ្្នឹងទៅវាជួយសុខភាពរបស់យើងវិញ បាទហើយដូចកន្លងមកអូយទាំងអស់គ្នាប្រើសាប៊ូថៃអូយប្រើហើយមើលឃើញថាពេលខ្លះទាំងអស់គ្នាប្រៀបធៀបមួយសាប៊ូខ្មែរយើងអីតម្លៃគេមិនក៏ថោកម៉េះបាទតម្លៃថោកហ្នឹងគឺបងចង់និយាយថាគឺគាត់ organic ហ្នឹងគឺសឹងតែអត់ហ្មងណាបង ត្រឹមត្រូវ បាទ អ្វីដែលគាត់ផ្សព្វផ្សាយថាផិនគាត់ថោកផិនគាត់ organic ដូចគ្នាប៉ុន្តែបើសិនជាយើងអ្នកផលិត បាទ ផ្ទាល់បើសិនជាយើងដាក់តិចធម្មតាតម្លៃវាថោកហើយព្រោះតម្លៃនោះវាថ្លៃវាអត់អាចដាក់តិចបានទេ បើយើងដាក់តិចអាហ្នឹងវាមិនអាចឲ្យមានគុណភាពល្អដូចលោកលីគាត់និយាយអញ្ចឹង សរាយសមុទ្រគាត់តែ1គីឡូ300 ហ្នឹងហើយ យកមកដាក់ចូលក្នុងសាប៊ូកូនក្មេងឲ្យកូនក្មេងអ្នកទាំងអស់គ្នាប្រើ បាទអូអាហ្នឹងក្រុមហ៊ុនយើងអត់យករូបមន្តរបៀបអញ្ចឹងយកមកធ្វើទេវាប៉ះពាល់ដល់សុខភាពជាពិសេសទីរក់ហ្មងគាត់តែប្រើហ្នឹងអញ្ចឹងយើងត្រូវតែរក្សាធ្វើម៉េចឲ្យគុណភាពរបស់យើងស្តង់ដារហើយនឹងថេឲ្យពួកអ្នកប្រើប្រាស់គាត់មានទំនុកចិត្ត បាទតើតិចនិចបែបណាទៅដែលយើងដកចេញមកពីធម្មជាតិដាក់ចូលក្នុងសាប៊ូនេះ ធម្មជាតិដឹងស្រាប់ហើយវាសាប៊ូវាមិនអាចទៅយកសារ៉ាយសមុទ្រយកមកកិនហើយច្រោះហើយយកទៅលាយបានទេរូបមន្តដែលគេធ្វើចេញមកជាប្រេងគេយកទៅចំហុយចំហុយរហូតដល់ចេញជាប្រេងអាហ្នឹងហើយដែលគេយកមកប្រើបានព្រោះដោយសារតែបើសិនតែយើងយកឆាវយកមកប្រើគុណភាពវាអត់កើតទេបាទអញ្ចឹងថានេះជាជំនាញលោកលីគាត់ច្បាស់នឹងអាហ្នឹងហ្មង បាទហើយដែលយើងធ្វើមកដាក់ចូលក្នុង Clean Baby ហើយនឹងសាប៊ូផ្សេងទៀតវាមានគុណភាពល្អ បាទអញ្ចឹងមិនមែនចេះតែថាយកធម្មជាតិមកបុកចូលគ្នាដាក់ចូលទៅសាប៊ូទៅអាហ្នឹងអត់កើតទេអាហ្នឹងជាស្រ័យភាសាក្រុមហ៊ុនយើងអត់ធ្វើអញ្ចឹងទេបាទនេះក្រុមហ៊ុនយើងដឹងថាប្រេងហ្នឹងជាធម្មជាតិប៉ុន្តែគេចម្រាញ់បាទអាហ្នឹងបានច្បាស់ថាអាហ្នឹងវាសុខភាព បាទហើយបងមួយទៀតមកដល់ពេលនេះគឺសាប៊ូក្លិនលក់ដាច់ខ្លាំងមែនតើហើយការលក់ដាច់ខ្លាំងនេះគឺយើងបង្កើនការផលិតរហូតដល់3ដងបាទតើតម្លៃយើងទាបជាងមុនទេ ថាទៅតម្លៃថេ បាទ យើងអត់មានតម្លៃទេសូម្បីតែមួយកាប់មួយសេន ទោះបីកំពុងលក់ដាច់ស្តុក ទោះបីគឺកំពុងតែដាច់ស្តុកក៏ដោយយើងអត់បដិញ្ញាចិត្តយើងរក្សាតម្លៃឲ្យថេដើម្បីឲ្យអ្នកចែកចាយគាត់លក់ឲ្យទៅអតិថិជនគាត់ប្រើគាត់សប្បាយចិត្តនឹង បាទកំឡុងពេលដែលបងប្អូនកំពុងតែឈប់ប្រើសាប៊ូមកពីថៃគ្រប់មុខទាំងអស់បាទគឺខាងសាប៊ូក្លិនធ្វើបែបណារក្សាតម្លៃឲ្យនឹង បាទត្រឹមត្រូវហើយសាប៊ូដែលយើងកំពុងតែផលិតសប្តាហ៍ថ្ងៃយើងមិនអាចដូចថាវត្ថុធាតុដើមឡើងមែនប៉ុន្តែក្រុមហ៊ុនរក្សាតម្លៃឲ្យនឹងថេដូចពីដើមអញ្ចឹងបាទយើងអត់យកឱកាសដែលកំពុងតែលក់ដាច់ហ្នឹងឡើងតម្លៃទេបាទនេះជាបេះដូងអ្នកផលិតបាទហើយបងមើលឲ្យយើងទៅពេលថាបងអ្នកលក់ផ្ទាល់ហ្នឹងណា IG Trading លក់សាប៊ូ Clean Baby នេះហើយយើងលក់អត់ឡើងថ្លៃនេះមើលបងតើ
អ្នកទិញគាត់សប្បាយចិត្តបែបណាបង បាននិយាយទៅគាត់សប្បាយចិត្តលោកគ្រូពីព្រោះក្តីបារម្ភលោកគ្រូដឹងហើយពេលដែលមានគេហៅថាចលនាជាតិនិយម បាទ មាននៅក្នុង MMO ខ្លះគាត់សួរថាតិចលក់ដាច់ឡើងថ្លៃតែពីយើងទៅទាំង IG trading ទាំង here ខាង KH គឺយើងសច្ចាក្នុងចិត្តថាអត់ឡើងថ្លៃយើងអត់ឲ្យប៉ះអារម្មណ៍គាត់នៅពេលហ្នឹងទេ បាទដូចhere មានប្រសាសន៍មិនអញ្ចឹងបើធូរធាតុដើមឡើងថ្លៃហើយឡើងប៉ុន្តែពួកយើងព្យាយាមរកវិធីធ្វើម៉េចរក្សាតម្លៃជូនអតិថិជនជាពិសេសអ្នកប្រើប្រាស់ចុងក្រោយហ្នឹងបាទហើយខ្ញុំអាចធានាបានថាបើសិនជាយើងរកឃើញអ្នកណាលក់លើសបាទយើងឈប់លក់ឲ្យគាត់បាទគឺអ្នកលក់តពីបង បាទអ្នកលក់តផ្សារឬក៏អ្នកលក់ចាប់រួយឬក៏អ្នកលក់នៅតាមខេត្តផ្សេងប្រសិនបើមានលក់សាប៊ូក្លិនខុសប្រក់ក្តីក្លិន baby ខុសប្រក់ក្តីគឺបងលែងឲ្យលក់ហើយយើងសុំឲ្យទន្ទឹមហ្នឹងក៏យើងមានយន្តការក្នុងការផ្សព្វផ្សាយឲ្យច្រើនឲ្យទូលំទូលាយទៀតតាក់ទងតម្លៃលក់រាយបាទគឺយើងប្រកាសក្នុង Facebook ហ្មងយើងអត់លាក់ទេមួយដបសាប៊ូបាទលាងដប900នេះហើយ450នេះមួយដបប្រហែលយើងដាក់នៅលើ Facebook ហ្នឹងហ្មងបាទអញ្ចឹងបងប្អូនអ្នកប្រើប្រាស់អាជីវករអ្នកលក់បន្តអាចមើលនៅក្នុង Facebook ផនក្លិន baby គឺដឹងដែរតម្លៃលក់ប៉ុន្មានបាទហើយប្រាក់ចំណេញគឺក្រុមហ៊ុននៅតែរក្សាជូនតាម scheme promotion បាទឲ្យបាត់អីបាទពីសាប៊ូក្លិន baby ដែលបងយកទៅលក់ដំបងតែ7ដបទៅគេសួរថាហើយការលក់អស់បាទហើយគេមិនសួរការលក់អស់គេសួររហូតដល់ឆ្នាំបាទអូសំណួរនេះជឿចាប់មែនតើក្នុងនាមជាអ្នកលក់មួយរូបកត្តាអីដែលធ្វើឲ្យក្លិន baby បងអាចជំនះជាមួយនឹងបងប្អូនដែលម្ចាស់ depot ដែលអ្នកលក់តពីបងហ្នឹងឥឡូវហ្នឹងគឺគាត់ចង់បានពីបងច្រើនមែនតើតើបងគិតថាកត្តាមួយណាដែលធ្វើឲ្យក្លិន baby ទុះខ្លាំងកត្តាសំខាន់ជាងគេគឺគុណភាពហើយពិតជាអរគុណដល់ KH ដែលរក្សាគុណភាពឲ្យពួកយើងបាទដូចខ្ញុំបានទៅចែកជាមួយ Mr. Lee ទៅចែកជាមួយ Here Banky នៅថ្ងៃដែលយើងចាប់ផ្ដើមសម្រាប់ចិត្តធ្វើរបស់នឹងមួយគ្នាបាទខ្ញុំសុំតែមួយពី IG Trading សុំតែមួយគឺរក្សាគុណភាព IG Trading អត់ខ្លាចក្នុងការចែកចាយអត់ខ្លាចក្នុងការធ្វើយុទ្ធសាស្ត្រទីផ្សារយុទ្ធសាស្ត្រលក់អត់ខ្លាចទេបាទសុំតែមួយបើរបស់មានគុណភាពពួកយើងធ្វើឲ្យឈ្នះបាទជា commitment របស់ពួកយើងឥឡូវយើងធ្វើបានដោយសារតែគុណភាពនៅតែរក្សាដដែលបាទទោះបីជាមានការគ្រប់គ្រងខ្លាំងផលិតមិនតាន់ក៏ដោយក៏យើងត្រូវតែរកវិធីសាស្ត្ររក្សាគុណភាពដែរអត់មានទៅនិយាយរួមបន្លំទេអត់បន្លំគុណភាពទេអរគុណបងឥឡូវខ្ញុំចង់ងាកមកបាទគុណភាពនេះនៅក្នុងនេះវាមានស្អីគេបាទគុណភាពកន្លែងណាដែលធ្វើឲ្យបងប្អូនអ្នកប្រើហ្នឹងតាក់ចិត្តខ្លាំងមែនទែន So I like to ask Mr. Lee again ខ្ញុំក៏បានសួរទៅ Mr. Lee ថាតើមានចំណុចត្រង់ណានៅក្នុងសាប៊ូក្លិន baby ដែលអ្នកប្រើម្ដងហើយចង់ប្រើម្ដងទៀតបាទ Mr. Lee ក៏បានឆ្លើយវិញថាអ្វីដែលគាត់ចង់សង្កត់ធ្ងន់បាទក្លិនសាប៊ូក្លិនគឺមិនផលិតប្រើតែរយៈពេល1ឆ្នាំនោះទេគឺគាត់គិតពីការប្រើរយៈពេលវែងនិយាយឲ្យខ្លីគឺប្រើរហូតតែម្ដងក្រោមយីហោក្លិនគឺគាត់បានប្រាប់ថាគ្រប់ផលិតផលបាទមិនធ្វើដើម្បីតែលុយទេតែធ្វើដើម្បីបង្ហាញទៅដល់គ្រប់គ្នាថា Cambodia can do it បាទគាត់និយាយជាអង់គ្លេសណាហើយគាត់ថាខ្មែរអាចធ្វើបានខ្មែរអាចធ្វើល្អជាងថៃទៅទៀតបាទនេះអ្វីដែលគាត់បានលើកឡើងបងយើសួរមកបង្រិតវិញដោយសារ Mr. Lee គាត់និយាយរឿង quality អញ្ចឹងណាបាទគុណភាពនិយាយរឿងគុណភាពមិញអូច្រើនម៉ាត់មែនតើបាទគាត់និយាយរឿងគុណភាពហើយសាប៊ូក្លិនដែលផលិតមកនេះគឺយើងផ្ដោតលើគុណភាពមុនខុសពីសាប៊ូផ្សេងដែលគេអាចផ្ដោតលើតម្លៃមុនអញ្ចឹងបងបាទតើបងគិតថាអានេះដែលជាអ្វីដែលបងចង់បានហ្នឹងហើយតើវាត្រូវមួយទីផ្សារខ្មែរហ៎បង
ដោយសារបងអ្នកចាយផ្ទាល់ហ្នឹងប្រហែលជាជួបមួយអ្នកលក់បន្តផងជួបមួយអ្នកប្រើច្រើនផងតើពិតដូច Mr. Lee គាត់លើកឡើងឯងបងថាអីតាមពិតទៅមិនមែនតម្លៃទី1ទេគឺគុណភាពទី1តា បាទ ពិតធានាថាពិតមូលហេតុដោយសាររបស់របស់យើងជារបស់ដែលអ្នកណាអ្នកប្រើគឺ baby បាទអញ្ចឹងខ្ញុំជឿថាឪពុកម្ដាយគ្រប់រូបអាយុ baby សុខភាព baby លើសពីអាយុគាត់ទៀតបាទតម្លៃលើសអាយុគាត់ទៀតបាទសឹងឪពុកម្ដាយខ្លះពេលកូនជឿម្ដងបនណាកាត់អាយុខ្ញុំទៅ ឲ្យធ្វើឲ្យកូនខ្ញុំរស់បាទនេះគឺជាគុណតម្លៃពិតប្រាកដហើយដែល IG confirm ជាមួយ KA គឺលើគុណភាពនឹងឯងដោយសារយើងអត់គិតថាពេលដែលគាត់ពង្រឹងគុណភាពយើងលក់អត់បានទេយើងគិតទាំងអស់គ្នាថាពេលដែលយើងពង្រឹងគុណភាពពេលនោះយើងនឹងឈ្នះទីផ្សារយើងនឹងយកឈ្នះចិត្តអតិថិជនរបស់យើងបាទយើងនឹងយកឈ្នះរឿងអតីតកាលដែលនិយាយថាខ្មែរធ្វើអត់បានបាទហើយមកដល់ពេលនេះគឺដូចអ្វីដែលបងរំពឹងអញ្ចឹងបាទឥឡូវមកដល់យើងធ្វើបានសម្រេចហើយប៉ុន្តែសួរទៅអ្នកផលិតវិញបងពេលផលិតដំបូងយើងបារម្ភហីគិតគុណភាពពេកវាអស់ថ្លៃបងគិតចឹងហ៎ថាការគិតវាគិតហើយប៉ុន្តែគាត់ថាអ្វីដែលយើងផ្ដោតគឺគុណភាពហ្នឹងហើយដូចបងគាត់និយាយអញ្ចឹងបើយើងធ្វើអត់មានគុណភាពគាត់ក៏ពិបាកលក់ដែរអញ្ចឹងយើងជានាមដែលផលិតគឺចម្បងគេគឺគុណភាពហ្នឹងហើយតម្លៃដូចមីសិលលីគាត់និយាយអត់ថ្លៃយ៉ាងម៉េចក៏ដូចថាធ្វើម៉េចឲ្យសាប៊ូនឹងចេញមកឲ្យមានគុណភាពឲ្យអ្នកប្រើប្រាស់កុំឲ្យគាត់មានបារម្ភរឿងសុខភាពរបស់គាត់ហើយឮសូមមុនហ្នឹងថាសាប៊ូក្លិនមិនត្រឹមតែបានគុណភាពទេសូម្បីតែតម្លៃក៏ល្អដែរវាមិនថ្លៃពេកហើយកាលហ្នឹងតើបងប្រើតិចនិចអីដើម្បីផលិតសាប៊ូដែល organic សម្រាប់កូនក្មេងនេះហើយសាប៊ូផ្សេងទៀតនេះយើងប្រើវត្ថុធាតុដើមល្អហើយតម្លៃយើងវាមិនថាខ្ពស់កប់ពពកហើយបងប្អូនមកដល់ពេលនេះគឺបងប្អូនបាក់ប្រើសាប៊ូក្លិនច្រើនមែនទែនតិចនិចអីតិចនិចដូចអ្នកជំនាញគាត់លើកឡើងអញ្ចឹងគាត់ថាអ្វីដែលយើងធ្វើនេះគុណភាពនៃផលិតផលវត្ថុធាតុដើមវាសំខាន់ថ្លៃខ្លះថ្លៃខ្លះថោកខ្លះមធ្យមអីចឹងប៉ុន្តែយកមកធ្វើមានតម្លៃមួយដែលយើងអាចថាក្នុងទីផ្សារទទួលបានអញ្ចឹងតម្លៃយើងគិតថាវាមិនថ្លៃលើសគេហើយក៏មិនថោកខ្លាំងដែរប៉ុន្តែក្នុងទីផ្សារគេទទួលយកបានប៉ុន្តែអានេះដោយសារបងចេះតែវិនិយោគរហូតណាខ្ញុំឃើញសាប៊ូក្លិនថែមម៉ាស៊ីនថែមហ្នឹងវាធ្វើឲ្យថ្លៃដើមទៀតទេបងការបន្ថែមម៉ាស៊ីនថែមច្បាប់ផលិតកម្មហ្នឹងវាធម្មតាវាត្រូវតែមានការប៉ះពាល់រឿងតម្លៃដើមហើយប៉ុន្តែរោងចក្រមិនយកអានឹងយកមកគិតទេព្រោះយើងយកអានឹងមកគិតយើងធ្វើទីផ្សារអត់កើតទេអញ្ចឹងសាប៊ូផិនយើងរក្សាតម្លៃដូចថាពីដើមមកឥឡូវអញ្ចឹងដូចគ្នាបាទប៉ុន្តែគឺយើងរក្សាអាគុណភាពហ្នឹងចម្បងទៅដែរចម្បងបាទបើសិនជាមានផលិតផលអ្វីដែលយើងត្រូវធ្វើគឺគុណភាពហ្នឹងហើយគឺដើម្បីឲ្យទំនុកចិត្តដល់អ្នកប្រើប្រាស់មកដល់ពេលនេះពេលដែលយើងកំពុងនិយាយនេះតើសាប៊ូក្លិនរោងចក្រទំនើបបែបណាបងខ្ញុំសន្យាថាក្នុងរយៈពេលប្រហែលខែទៀតរោងចក្រក្លិននឹងមានទំនើបកម្មមានកន្លែងស្តុកត្រឹមត្រូវមានកន្លែងផលិតទំនើបនឹងមិនចាញ់រោងចក្របរទេសទេចូលទៅដឹងតែអេមមកឃើញបងផ្ញើរូបមកហ្នឹងគឺយើងមានកន្លែងដែលបិទកញ្ចក់ចិត្តឲ្យបងប្អូនដើរទស្សនាបានបាទនឹងការរៀបចំថ្មីរបស់យើងអាចស្តង់ដារមួយដែលយើងកំពុងតែរៀបចំបាទណាអញ្ចឹងកន្លែងប្រឡាក់ច្បាប់ផលិតកម្មឃើញពីកញ្ចក់ទៅឃើញស្អាតហ្មងបាទពីដើមដល់ចប់បាទហើយចុងក្រោយហ្នឹងគឺមានទាំង labo ទៀតណាមាន labo មានកន្លែងស្តុកអីវ៉ាន់ត្រឹមត្រូវហ្នឹងហើយអញ្ចឹងការបរិយារោងចក្ររបស់យើងមួយថ្ងៃទៅមួយថ្ងៃចេះតែធំទៅបាទគឺយើងផលិតសាប៊ូរាល់ថ្ងៃយើងតេស្តរាល់ថ្ងៃចាំបាច់បើសិនជាយើងផលិតហើយយើងអត់តេស្តគុណភាពយើងអត់ដឹងថាវាល្អមិនល្អទេមុននឹងយើងយកទៅច្រកយើងតេស្តហើយហ្នឹងហើយពេលគូពេលលាយហើយហ្នឹងយើងតេស្តម្ដងពេល
ចាក់ចេញមកក្នុងធុងមុននឹងយកច្រក10យើងតេស្តម្ដងទៀតមិនប៉ុណ្្នឹងយើងយកអាហ្នឹងយកទៅតេស្តឡាបូទៀត អូ បាទដើម្បីឲ្យមានទំនុកចិត្តថាផលិតផលយើងមានគុណភាពមែន បាទអញ្ចឹងមិនមែនអ្នកទាំង3និយាយគុណភាពហើយអត់ធ្វើអីទេ ធ្វើអីទេ អត់ទេគឺ ការតេស្តហ្នឹងមានដំណាក់កាលហ្នឹងគាត់ បាទ ហ្នឹងហើយដំណាក់កាលទី1ដំណាក់កាលទី2រហូតដល់យកទៅតេស្តនៅក្រសួងសុខាភិបាលទៀត បាទហើយយើងពិភាក្សាមកដល់ពេលនេះយើងឃើញថាសាប៊ូក្លិន baby បានคล้ายទៅជាគំរូមួយសម្រាប់បងប្អូនអ្នកផលិតផ្សេងទៀតខ្ញុំចង់បានជាយោបល់ពីបងមើលថាបងតើយើងគួរធ្វើម៉េចបានន័យថាគឺបងប្អូនកំពុងមើលវីដេអូនេះដែលជាអ្នកផលិតដែរដែលជាអ្នកអាចថានៅក្នុងវិស័យមួយគ្នាឬក៏វិស័យផ្សេងទៀតជាច្រើនតើបងមានសារអីពិសេសទៅដល់ពួកគាត់ដើម្បីរក្សាគុណភាពរបស់ខ្មែរបាន ជាយោបល់ផ្ទាល់ខ្លួនលោកគ្រូសូមឲ្យយើងគិតថាយើងធ្វើអត់ដូចការគិតសម្រាប់ធ្វើដើម្បីតែលុយទេ បាទដូច Mr. Lee មានប្រសាសន៍មុនហ្នឹងអញ្ចឹងសូមឲ្យអ្នកផលិតខ្មែរទាំងអស់បង្កើតយីហោខ្មែរកុំឲ្យស្លាប់ក្នុងរយៈពេល1ឆ្នាំ2ឆ្នាំត្រូវតែធ្វើឲ្យដល់ជំតកូនតចៅតជំនាន់បាទបើយើងមានគំនិតបែបហ្នឹងខ្ញុំជឿថាអ្នកផលិតទាំងអស់អ្នករកស៊ីទាំងអស់គឺអត់រកស៊ីដើម្បីតែប្រាក់ចំណេញទេគឺយើងរកស៊ីដើម្បីមោទនភាពកិត្តិយសជាតិរបស់យើងដើម្បីប្រជែងជាមួយទីផ្សារអន្តរជាតិពីព្រោះខ្មែរយើងអត់អាចរស់តែនៅក្នុងផលិតផលសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសទេថ្ងៃក្រោយទៅយើងត្រូវតែប្រជែងទៅក្រៅប្រទេសបាទអញ្ចឹងដើម្បីប្រជែងក្រៅប្រទេសត្រឡប់មកវិញគុណភាពដដែលបាទហើយរឿងតម្លៃយើងទៅចែកគ្នាបានទេខ្ញុំជឿថាទៅចែកគ្នាបានទេសំខាន់លើគុណភាពហើយត្រូវតែមានឆន្ទៈឲ្យរបស់ហ្នឹងរស់តជំនាន់បាទត្រូវតែស្មោះត្រង់ជាមួយនឹងអ្វីដែលខ្លួនឯងធ្វើឲ្យភ្ញៀវត្រូវលោកគ្រូត្រូវបាទហើយបងធ្វើពិបាកអីអាការសន្យាឲ្យស្មោះត្រង់ហ្នឹងពិបាកអីយើងជាអ្នកផលិតម្នាក់យើងឈរចំហមួយត្រូវដាច់ខាតត្រូវស្មោះត្រង់ជាមួយភ្ញៀវតើការភាពស្មោះត្រង់វាពិបាករក្សាទេបងថាទៅដូចលោកលីគាត់លើកឡើងអញ្ចឹងក្នុងផលិតផលមួយមាន ingredient ច្រើនតាមគាត់សម្គាល់ផលិតផលនាំចូលមើលទៅវាដូចជាថាល្អប៉ុន្តែដល់យើងអានទៅផលិតផលវត្ថុធាតុដើមវាអត់គ្រប់គ្រាន់ដែលអ្វីដែលយើងត្រូវធ្វើដែលពួកគាត់ត្រូវធ្វើប៉ុន្តែពួកយើងវត្ថុធាតុដើមអ្វីដែលយើងដាក់គឺមានពិតប្រាកដមក 100% បាទអញ្ចឹងបានយើងសន្មតថាគុណភាពផងយើងដែលធ្វើយើងជឿជាក់ថាអានឹងគុណភាពល្អផងយើងមកបើយើងជឿជាក់វាមិនសូវពិបាកអីអញ្ចឹងណាបាទអាសន្យាហ្នឹងសន្យាប៉ុន្តែបើអ្នកទាំងអស់គ្នាអត់ជឿជាក់ហើយខ្ញុំបារម្ភរឿងចេះដោយសារមានបងប្អូនអាចថាមួយចំនួនគឺគាត់ផលិតនៅស្រុកក្រៅហើយគាត់ដាក់យីហោនៅក្នុងស្រុកអានេះអាចអាការដែលគាត់សន្យាវាពិបាកបន្តិចមែនទេបងវាពិបាកបន្តិចព្រោះដូចបងគាត់ផលិតក្នុងស្រុកគាត់ជឿជាក់ហើយតទៅពេលបងប្អូនមួយចំនួនផលិតនៅក្រៅស្រុកអត់សូវប្រហែលជាមិនដឹងជឿជាក់បែបណាបើយើងមិនអ្នកផលិតមិនមែនអ្នកជំនាញយើងទៅរកគេបើយើងមានអ្នកជំនាញនៅផ្ទាល់ហ្មងនៅកន្លែងហ្មងតើបងមានសារអីជូនទៅពួកគាត់ឲ្យប្រយ័ត្នសារខ្ញុំដែលចង់ឲ្យផលិតករដែលគាត់ធ្វើផលិតផលមកពីក្រៅត្រូវតែគាត់ប្រុងប្រយ័ត្នរឿងគុណភាពព្រោះវត្ថុធាតុដើមមួយបើសិនជាគាត់អត់ដឹងវាអាចនឹងប៉ះពាល់ដល់សុខភាពកូនក្មេងព្រោះអននេះជាកត្តាសំខាន់បំផុតវត្ថុធាតុដើមវត្ថុធាតុដើមអញ្ចឹងថាពួកយើងក្រុមហ៊ុនក្លិនយើងចម្រាញ់ណាស់វត្ថុធាតុដើមដែលយកមកផលិតហ្នឹងយើងជឿថាក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនធំជាក្រុមហ៊ុនអន្តរជាតិបាទអាហ្នឹងបានយើងជឿជាក់បើក្រុមហ៊ុនដែលអត់មានស្លាកសញ្ញាចេះតែយកមកប្រើគឺអត់សោះមកក្រុមហ៊ុនយើងអញ្ចឹងផ្សារធំរបស់បងបានន័យថាបើទាំងអស់គ្នាផលិតសាប៊ូឬផលិតផលផ្សេងទៀតនៅក្រៅស្រុកកុំមើលតែផលិតផលខាងក្រៅបាទត្រូវតែឆែកវត្ថុធាតុដើមផងឆែកវត្ថុធាតុដើមសំខាន់វត្ថុធាតុដើមបាទព្រោះចេញជាផលិតផលមកវាមិនអាចជឿថា 100% វាគុណភាព
ល្អទេតែវត្ថុធាតុដើមហ្នឹងជាចម្បង បាទអរគុណ ត្រូវតែបណ្ឌិត បាទអរគុណ so to Mr. Lee we were talking ខ្ញុំក៏បានសួរសំណួរចុងក្រោយមួយទៅ Mr. Lee បាទចង់បានយោបល់គាត់ផ្ដាំទៅដល់អ្នកដែលកំពុងផលិតនៅផលិតផលយីហោខ្មែរត្រូវប្រយ័ត្នអ្វីបំផុតគាត់បានលើកឡើងថាពេលដែលបងប្អូនទៅផលិតនៅខាងក្រៅអ្នកផលិតខាងក្រៅគេអត់បានគិតដិតដល់ដោយអ្នកផលិតនៅក្នុងស្រុកទេអញ្ចឹងដោយសាប៊ូក្លិនជារួមគឺរោងចក្ររបស់ខ្មែររើសនៅវត្ថុធាតុដើមល្អណាស់ពីព្រោះអីពួកយើងចង់ផលិតនៅអ្វីដើម្បីឲ្យអ្នកប្រើនៅក្នុងស្រុកអញ្ចឹងទេត្រូវតែនាំគ្នាចែកឲ្យដាច់រវាងផលិតផលល្អដែលមានគុណភាពហើយនិងផលិតផលដែលមានតម្លៃថោកគឺវាអត់ដូចគ្នាទេនេះគឺជារឿងរសើបយើងត្រូវតែនាំគ្នាចូលរួមការពារយីហោខ្មែរបាទគណៈពេលដែលបងប្អូនកំពុងតែគ្រប់គ្រងភ្លុកទឹកភ្លុកដីនេះបាទគឺទាំងអស់គ្នាត្រូវតែនាំគ្នាការពារយីហោខ្មែរយីហោខ្មែរគឺជាយីហោដែលដាក់នៅលើផលិតផលថាជាផលិតផលខ្មែរបាទតើបងគិតថាក្រៅមិញយើងនិយាយពីគុណភាពយើងនិយាយពីបងគាត់លើកឡើងរឿងពីវត្ថុធាតុដើមប្រយ័ត្នបាទ Mr. Lee ថាកុំគិតរឿងតម្លៃពេកទៅយកពីស្រុកគេមកគិតតែអាថោកហើយយកចូលមកវាប៉ះពាល់ដល់យីហោខ្មែរយើងក្រៅពីនេះបងគិតថាមានកត្តាអីបន្ថែមទេបងដែលក្នុងនាមបងដោយសារបង trading បងលក់ច្រើនតើបងមើលឃើញកន្លែងណាដែលខ្មែរយើងគ្រប់គ្រងច្រើនហើយបងចង់ចូលរួមមកចំណែកថាបងប្អូនទាំងគ្នាដែលកំពុងមើល podcast យើងនេះត្រូវតែរួមដៃគ្នាការពារយីហោខ្មែរយើងឲ្យបានអរគុណលោកគ្រូសំណួរនេះពិតជាសំណួរដែលយើងត្រូវ challenge ខ្លួនឯងត្រូវតែការពារត្រូវតែប្រឹងជំនះពីព្រោះថាបើសិនបើយើងមិនបានគិតគូរវែងឆ្ងាយទេគឺជួបបញ្ហាក្នុងនាមជាអ្នកនាំចេញនាំចូលដូចគ្រូខ្ញុំតំណាងឲ្យក្រុមហ៊ុន IG Trading អ្វីដែលត្រូវគិតអត់គិតតែរឿងប្រាក់ចំណេញមកមុខទេបាទសូមគិតអំពីគុណតម្លៃផលិតផលគិតអំពីសុខសុវត្ថិភាពរបស់អ្នកប្រើប្រាស់បាទហើយជាពិសេសគឺគិតយីហោរបស់ខ្មែរហ្នឹងហ្មងកុំឲ្យគេឈ្មោះយើងសាបរលាបទៅវិញបាទពីព្រោះពេលដែលយើងគិតប្រាក់ចំណេញតាមមកមុខយើងអាចបាត់បង់ការគិតរយៈពេលវែងបាទអញ្ចឹងពេលហ្នឹងគឺយើងផលយើងប៉ះពាល់មកវិញហ៎បាទដូចសម័យមុនដែលភ្លុកទឹកភ្លុកដីហ្នឹងបើសិនបើយើងអត់មើលគុណភាពឲ្យស្រួលទេក៏អត់មានថ្ងៃហ្នឹងដែរបាទអញ្ចឹងគ្រាន់តែជាសំណូមពរថារបៀបក្នុងការចែកចាយសូមមើលទៅលើគុណតម្លៃរបស់អតិថិជនគាត់ចង់បានអីបាទសុខភាពរបស់គាត់ជាចម្បងបាទហើយនឹងទី3នោះគឺម៉ាកយីហោខ្មែរបាទត្រូវតែរក្សាឲ្យតជំនាន់បាទអានេះអាចថានេះកំពុងតែបងប្អូនកំពុងតែងាកផលិតផលខ្មែរងាកផលិតផលខ្មែរបងចង់ប្រាប់ថាកុំចេះតែបញ្ញាប់ទៅយកបាទទៅធ្វើ brand នៅក្រៅហើយមកអត់គិតកត្តាដែលបងលើកឡើងនេះបាទកុំបញ្ញាប់ពេកត្រូវតែនាំគ្នាធ្វើបែបណាឲ្យប្រកបបាទដូចអ្នកដើម្បីបានលើកឡើងនេះវាគឺជារឿងដែលសំខាន់បំផុតបាទអរគុណច្រើនបាទហើយបន្ទាប់ដោយសារយើងនាំគ្នាសាមគ្គីគ្នាណាបាទហើយឃើញគំរូរបស់អ្នកទាំងពីរល្អមែនតើតើអាចចែកម្លែកខ្លះទេថាតើ Clan Baby នេះជោគជ័យបែបណាតាមរយៈការអ្នកទាំងពីរធ្វើការងារជាមួយគ្នាបាទសូមអញ្ជើញបងមុន Clan Baby ការជោគជ័យរបស់យើងទាំងពីរមានការសហការគ្នាដ៏ល្អិតល្មួតបាទយើងជាអ្នកផលិតយើងផលិតអ្វីដែលមានគុណភាពឲ្យគាត់អ្នកចែកចាយគាត់មានទំនុកចិត្តដើម្បីលក់ឲ្យទៅអតិថិជនបើសិនជាយើងផលិតដោយអត់មានគុណភាពខាងចែកចាយក៏យើងគិតថាក្នុងនាមជាអ្នកផលិតក៏យើងមិនទៅចាប់ដៃគូជាមួយនេះដែរយើងក៏ដូចថាការចាប់ដៃគូមួយគ្នាយើងត្រូវតែធ្វើម៉េចឲ្យសាមគ្គីនៃការធ្វើទីផ្សារហ្នឹងជាមួយគ្នាយូរវែងបើសិនជាយើងធ្វើទៅមិនល្អក៏វាមួយឆ្នាំទៅ2ឆ្នាំហ្នឹងវាអស់ហើយអញ្ចឹងយើងចង់គិតថាអ្វីដែលយើងកំពុងតែធ្វើម៉េច
យើងចាប់ដៃគូឲ្យយូរអង្វែងរហូតដល់គាត់បានចែកចាយទៅក្រៅប្រទេសទៀត បាទធានាគុណភាព ធានាគុណភាព ធានាគុណភាពហើយក្រៅនេះមានអាសាទៅជ័យគ្នា យើងទៅចែកគ្នាដូចជារៀងរាល់សប្តាហ៍ដែរ បាទ បាទហ្នឹងហើយ2សប្តាហ៍ដូចយើង បាទពីអាទិត្យម្ដង បាទហើយខាង IG Trading វិញតើបងគិតថារឿងអីដែលបងបានធ្វើដែលចូលរួមមួយខាងហួងចាក់ធ្វើឲ្យផលិតផលខ្មែរយើងនេះបាទទុះខ្លាំងមែនតើ ទី1គឺដោយសារយើងនៅដិតដល់ជាមួយអតិថិជនដិតដល់ជាមួយអ្នកប្រើអញ្ចឹងគឺយើងនាំយកអ្វីដែលអ្នកប្រើគាត់អត់សប្បាយចិត្តអ្វីដែលអ្នកប្រើគាត់ចង់បាន បាទយើងជំរាបជូនទៅខាងហួងចាក់ បាទឧទាហរណ៍ដូចហេតុផលដែលយើងយក organic ចឹងបាទនៅពេលដែលយើងចេញដំបូងមកហ្នឹងយើងឃើញលើទីផ្សារអត់ទាន់មានទេទោះបីផលិតផលបរទេសគេចូលមកប្រងព្រាតក៏ពិតមែនប៉ុន្តែ organic អត់សូវមានតិចមែនតើមានតែ high ឯងមានរបស់ថ្លៃថ្លៃឯងបាទរបស់ថ្លៃថ្លៃឯងបាទតែយើងឃើញថាភាពចង់បានហើយនឹងភាពដែលភាពបើយើងនិយាយថា custom consumer pain បាទភាពឈឺចាប់របស់គាត់គាត់ឈឺលើអីគាត់ឈឺឡើងណា បញ្ហាគាត់ បាទបញ្ហានៅត្រង់ឡើងណាអញ្ចឹងក្នុងនាមយើងជាអ្នកចែកចាយជាអ្នកធ្វើទីផ្សារត្រូវស្គាល់ចម្បងហ្នឹងគឺបញ្ហារបស់អតិថិជននិងការចង់បានរបស់អតិថិជនហើយជំរាបរឿងហ្នឹងទៅរោងចក្រកុំលាក់គ្នាអូស៊ីអត់លាក់គ្នាអូស៊ីតែប្រាប់គ្នាបាទ ខាងនេះស្គាល់បញ្ហាភ្ញៀវខាងនេះចេះដោះបញ្ហាភ្ញៀវអញ្ចឹងយើងសាមគ្គីគ្នាទៅបាទនេះជាលទ្ធផលដែលចេញទៅយើងសាមគ្គីគ្នាគឺលក់ដាច់ក្លងមែនតើបាទដោយសារយើងរួមដៃគ្នាប៉ុន្តែសាប៊ូក្លិន baby នេះយើងជោគជ័យខ្លាំងដោយសារយើងមានគុណភាពមិនចាញ់អ្នកដែលគេលក់តម្លៃកប់ទេបាទខ្លះគេមានគុណភាពដែរដូច Mr. Lee និយាយមកថាយើងផលិតបានស្មើមួយនឹងអ្នកដែលគាត់ប្រទេសមកពីក្រៅធំដែរប៉ុន្តែគេលក់ថ្លៃបាទហើយយើងលក់តម្លៃមួយដែលខ្មែរយើងអាចប្រើបានបាទនេះហើយដែលធ្វើឲ្យការសហការគ្នាវាទៅមុខរលូនបាទហើយអាចទេដោយសារបងធ្វើសកម្មភាព marketing ច្រើនតើវាចូលរួមបែបណាហ្នឹងបាទបើដូចយើងនិយាយថាបើយើងអង្គុយតែបន់ហើយយើងអត់ធ្វើអីវាអត់បានផលទេបាទអញ្ចឹងយើងបន់មែនយើងបន់ហើយយើងបន់ទេវតាជួយផលិតផលខ្មែររីកចម្រើនប៉ុន្តែយើងអត់នៅស្ងៀមបាទខ្ញុំជឿថាខ្ញុំធ្វើការងារមួយលោកគ្រូឆ្នាំនេះ3ហើយបាទតាំងពីដំបូងដែលក្លិនវាអត់ស្គាល់ខ្ញុំមកជួបលោកគ្រូបាទវីដេអូទី1ដែលយើងចេញជាមួយគ្នាខ្ញុំជឿថាយើងនឹងមានអញ្ចឹង IG Trading ក្នុងនាមជាអ្នកចែកចាយអត់បន្ថយទេសកម្មភាពទីផ្សារអត់បន្ថយដែរខាតនៅតែរក្សាឲ្យលើសមុនទៀតមិនមែនរក្សាដូចមុនទេរក្សាឲ្យលើសមុនពីព្រោះស្ថានភាពនេះធ្វើមិនក៏ដោយការពារយីហោខ្មែរការពារគុណភាពផលិតផលខ្មែរអញ្ចឹងត្រូវតែបន្តយុទ្ធនាការមួយនឹងអត់លែងដែរវីដេអូអត់ឈប់បាទចូលពីពណ៌អត់ឈប់បាទចូលពីពណ៌អត់ឈប់ទេធ្វើ promotion អត់ឈប់បាទហើយលឺសូថាមាន surprise campaign ផងធ្វើអីគេបងនេះបាទនេះសុំលាក់សិនប៉ុន្តែគ្រាន់តែចង់ជំរាបថាបាទ surprise ត្រូវតែលាក់ប៉ុន្តែយើងមានទាំងពីរយើងជូនទាំងអ្នកចែកចាយបន្តរបស់យើងក៏យើងមានជូនកម្មវិធីដល់គាត់ហើយសម្រាប់អ្នកប្រើប្រាស់ក៏យើងនឹងមានពិចារណាជូនកម្មវិធីជូនគាត់ដែរអ្នកប្រើប្រាស់បើកទៅដឹងមាន surprise ខាងក្នុងអញ្ចឹងមាន surprise ខាងក្នុងណាអត់ទាន់ដឹងអត់ទាន់ដឹងមួយអត់ប្រាប់បាទប៉ុន្តែដឹងតែមានរង្វាន់ជូនដឹងតែមានរឿង surprise បាទទៅដល់អ្នកលក់ផងបាទហើយអញ្ចឹងទេបាទនេះបានថាអ្នកពូកែបាទទាំងអស់គ្នាអាចថាដូចតាំងពីក្បាលទីវីដេអូមកបានប្រាប់ទៅដល់គ្នាថានេះជាគំរូសម្រាប់បងប្អូនផ្សេងទៀតដែលសហការគ្នារវាងអ្នកផលិតហើយអ្នកចែកចាយយើងធ្វើការងារស្រុះដៃគ្នាណាស់បាទអត់ឈប់ឈរទេដើម្បីជាហោខ្មែរយើងឈ្នះនៅក្នុងទីផ្សារដើម្បីគុណភាពផលិតផលខ្មែរគឺមនុស្ស17លានអ្នកទទួលស្គាល់បាទហើយបើទាំងអស់គ្នាបានភ្លក់រសជាតិបាទបានសាកបាទផលិតផលខ្មែរដូចសាប៊ូក្លិន baby នេះហើយសូមទាំងអស់គ្នាកុំងាកទៅគេអីបាទល្មមហើយបាទខាងនេះមួយថ្ងៃខំអភិវឌ្ឍទីផ្សារខាងនេះមួយថ្ងៃខំអភិវឌ្ឍផលិតផលទាំងអស់គ្នាមើលគឺដើម្បីអីដើម្បីយកបេះដូងអ្នកទាំងអស់គ្នាឲ្យអស់
បាទហើយយកហើយចាក់សោទុកបាទអត់ឲ្យទៅរកផលិតផលថៃទៀតទេអត់ទេបាទបងប្អូនគ្នាលើកហ្នឹងគឺលារហូតហ្មងបាទលារហូតបាទលែងទៅសាកទៀតហើយបងមើលខ្ញុំចង់ក្រោយនេះខ្ញុំចង់បានមតិពីអ្នកទាំងអស់គ្នាទាំង3នាក់ទៅអនាគតអ្វីជាជំនឿចិត្តដើម្បីបន្តការគ្រប់គ្រងរបស់អ្នកប្រើមកលើសាប៊ូក្លិនទំនុកចិត្តដល់អ្នកដែលប្រើយើងមានតែគុណភាពដែលយើងត្រូវតែរក្សាយ៉ាងណាក៏ដោយយើងត្រូវតែរក្សាឲ្យបានជាចម្បង បាទ មិនគិតថាពិបាកយ៉ាងណាផលិតវត្ថុធាតុដើមដែលយើងស្មុគស្មាញដែលយើងរកមកវាមានតម្លៃណាក៏ដោយយើងត្រូវតែធ្វើយ៉ាងណាឲ្យគុណភាពរបស់យើងឲ្យបានល្អជាទីបំផុត នៅតែឈរលេខ ត្រូវតែឈរលេខ 1យើងអត់ងាកទេយើងត្រូវតែគិតថាគុណភាពជាចម្បងនឹងមក 1បាទលុយដែលលក់សាប៊ូបានពង្រីករោងចក្រយ៉ាងណាបង យើងនឹងពង្រីកជាបន្ត បាទ បាទធ្វើម៉េចតម្រូវការអតិថិជនរបស់យើងឲ្យមានផលិតផលប្រើគ្រប់ចំនួន បាទបន្តវិនិយោគអត់ដកដៃ អត់ដកដៃទេ ដើម្បីឲ្យបងប្អូនប្រើអត់ដកដៃដែរ បាទ ទៅ ឲ្យស្មើគ្នា ឲ្យស្មើគ្នាបាទ យើងខំផលិត បាទ ឲ្យអតិថិជនដែលគាត់ប្រើហ្នឹងប្រើរបស់យើងឲ្យជាប់ បាទ ជាប់រហូត បាទទាំងអស់គ្នាសម្រុកប្រើបងសម្រុកផលិត បាទ អត់ដកដៃ អត់ដកដៃ បាទ ត្រឹមត្រូវយើងត្រូវតែផលិតឲ្យអតិថិជនស្នាក់สนมពោឲ្យប្រើកុំឲ្យដកដៃព្រោះផលិតផលយើងមានច្រើនណាបាទហ្នឹងហើយអ្វីក៏មានដែរអញ្ចឹងគុណភាពផងយើងដូចខ្ញុំនិយាយឲ្យនិយាយទៀតជាចម្បងហ្មងគុណភាពផងយើង បាទនេះជាការបដិញ្ញាបាទរបស់បងខាងផលិតហើយបងខាងលក់វិញតើអ្វីដែលបងនឹងធ្វើដើម្បីបន្តការគ្រប់គ្រងរបស់ខ្មែរយើងលើសាប៊ូ Clean Baby ខ្ញុំជឿជាក់ចំណុចមួយលោកគ្រូឲ្យតែយើងនៅក្បែរអតិថិជនឲ្យជាប់យើងខ្មែរគ្នាឯងអត់ប្របាក់ទេរកគ្នាទេបាទយើងនៅក្នុងស្រុកយើងមាន sale ចុះទៅលក់យើងមាន digital អញ្ចឹងឲ្យតែយើងនៅក្បែរអតិថិជនយើងស្ដាប់នៅផលលំបាករបស់គាត់យើងស្ដាប់នៅអ្វីដែលគាត់ចង់បានថ្មីបាទ ពេលនោះវាជាបច្ច័យសម្រាប់ជួយឲ្យយើងអភិវឌ្ឍផលិតផលរបស់យើងបន្ថែមទៀតអញ្ចឹងយើងអត់នៅប៉ុណ្្នឹងទេខ្ញុំអត់នៅប៉ុណ្្នឹងទេខ្ញុំនឹងពិភាក្សាជាមួយហៀបេងគី Mr. Lee បន្តទៀតផលិតផលខ្មែរនេះខ្ញុំអាចនិយាយបានថាមិនចេញតែប៉ុណ្្នឹងទេបាទអាចលឹះហ្នឹងបាទតែសួរថាទៅដល់ណាទៀតយើងសូមលាក់សិនដូចគ្នាប៉ុន្តែអ្វីដែលយើងនឹងធ្វើក្នុងនាមជាអ្នកទីផ្សារគឺនៅក្បែរអតិថិជនទទួលយកព័ត៌មានត្រឡប់មកវិញពីអតិថិជនដើម្បីបំពេញនិងដោះស្រាយបញ្ហាជូនគាត់បាទអរគុណបងបាទនិយាយរួមគឺនឹងនៅកាន់តែគៀកជាមួយនឹងភ្ញៀវហើយពេលខ្លះបងនិយាយហៅមកពីក្រៅប្រទេសគាត់គ្មានពេលមកនៅគៀកគ្នាយើងទេបាទអត់មានពេលអត់ទេបញ្ជូនអីវ៉ាន់មកប្រើទៅបាទបញ្ជូនអីវ៉ាន់មកប្រើទៅប៉ុន្តែអ្នកទាំងពីរគឺជាយើងនៅគៀកមួយភ្ញៀវបំផុតមោទនភាពបែបណាពេលដែលឃើញខ្មែរយើងរើសសាប៊ូក្លិនជាសាប៊ូទី1នៅស្រុកខ្មែរតើបងមានមោទនភាពបែបណារំលឹកទៅពេលដែលបងមួយ Mr. Lee ចូលផ្សារអត់ឃើញសាប៊ូខ្មែរឥឡូវនេះខុសមេឃនឹងដីតើបងមានមោទនភាពបែបណានៅពេលដែលឃើញខ្មែរយើងច្រើនលៀនអ្នកមែនទែនរើសសាប៊ូក្លិន number 1ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានជួយគាំទ្រផលិតផលក្នុងស្រុកជាផលិតផលម៉ាក Clean លើកទី1ដែលនេះដែលគិតថាបានបង្កើតនៅទីផ្សារមុនគេបងអស់បាទហើយការគាំទ្រពីអតិថិជនជាកត្តាសំខាន់មួយដែលសម្រាប់សេដ្ឋកិច្ចនៅក្នុងប្រទេសផងយើងបាទមិនមែនថាតែផលិតផលក្នុងម៉ាក Clean ហ្នឹងទេបាទម៉ាកអ្វីក៏ដោយឲ្យតែធ្វើក្នុងស្រុកសូមអតិថិជនទាំងអស់ជួយគាំទ្រដើម្បីសេដ្ឋកិច្ចផងយើងទាំងអស់គ្នាបាទអរគុណបងអរគុណបាទហើយងាកមក IG Trading ចុងក្រោយ
ពីអ្នកដែលយើងយកក្លិន baby ទៅលក់តែ7 10គេសួរថាឆ្នាំណាលក់អស់ទៅជាអ្នកលក់ដែលខ្វះអីវ៉ាន់ឲ្យភ្ញៀវ បាទ តើអ្វីដែលបងគិតថាធ្វើឲ្យខ្លួនឯងមោទនភាពខ្លាំងជាពិសេសគឺ IG Trading លើផលិតផលលើយីហោរបស់ខ្មែរយើងមួយនេះ អរគុណលោកគ្រូហើយអរគុណ2សម្រាប់ពី IG Trading អរគុណ2គឺអរគុណ here អរគុណ Mr. Lee ដែលតំណាងឲ្យ KHH ហើយនឹងចំណុចទី2អរគុណដល់អ្នកប្រើប្រាស់ បាទ អរគុណដល់ KHA គឺអរគុណដែលគាត់រក្សាគុណភាពហើយអរគុណដល់អ្នកប្រើប្រាស់គឺអរគុណដែលគាត់ផ្ដល់ទំនុកចិត្តអត់ងាករេទេទោះបីជាពេលវេលានេះកន្លងទៅនេះយើងជួបភាពខ្វះខាតក្នុងការផ្គត់ផ្គង់ជូនគាត់ប៉ុន្តែក៏អត់ងាកទេគាត់នៅតែបន្តក្នុងការជួយគាំទ្រជួយប្រើជួយទិញយកទៅលក់បាទក៏អត់ងាករេទេ បាទ អញ្ចឹងចំណុចពីរហ្នឹងឯងដែលធ្វើឲ្យយើងមានកម្លាំងចិត្តផងយើងគឺអត់ដកថយក្នុងការធ្វើទីផ្សារអត់ដំឡើងតម្លៃក្នុងការលក់ជូនអតិថិជនដូចជំរាបលោកគ្រូមុនហ្នឹងអញ្ចឹងឆ្នាំ2026នេះកញ្ចប់ថវិកាទីផ្សាររបស់យើងបង្កើនថែមទៀតសម្រាប់សាប៊ូក្លិនដើម្បីធ្វើយុទ្ធនាការទីផ្សារឲ្យខ្លាំងបាទធ្វើយុទ្ធនាការទីផ្សារឲ្យខ្លាំងដើម្បីឆ្លើយតបទៅនឹងការគ្រប់គ្រងផលអតិថិជនបាទហើយក៏ឆ្លើយតបទៅនឹងការជួយពីរោងចក្រដែលរក្សាគុណភាពអត់ដកដៃ បាទ បាទ នេះជាមោទនភាពធំហ្មងហើយខ្ញុំចង់បានបងមានសារអីផ្ញើទៅកាន់បាទប្រហែលនឹងបងឬក៏ប្អូននេះដែលជាអ្នកលក់ហើយបងទៅលក់ដំបងគេហ្នឹង ហើយមានសារអីផ្ដាំទៅដល់បងប្អូនអ្នកលក់សាប៊ូក្លិន baby ទាំងអស់បាទសូមអញ្ជើញបង បាទអរគុណហើយជាសារក៏ជាមតិផ្ទាល់ខ្លួនជូនទៅបងប្អូនជាអ្នកលក់បន្តខ្ញុំសូមឲ្យពេលនេះតទៅគឺត្រូវតែជួយពង្រឹងគ្នាជួយលើកស្ទួយផលិតផលក្នុងស្រុកមិនថាតែសាប៊ូកូនក្មេងទេបាទគាត់ជាអ្នកលក់បន្តនេះគាត់គឺជាដៃជាជើងជាបណ្ដាញចែកចាយដែលមានប្រសិទ្ធភាពខ្លាំងណាដែលរុញផលិតផលដល់អ្នកប្រើប្រាស់អញ្ចឹងបើសិនជាគាត់ចូលរួមគាត់ជាកត្តារួមចំណែកមួយធំក្នុងការឲ្យអ្នកប្រើប្រាស់ជ្រើសរើសម៉ាកសញ្ញាក្នុងស្រុកនៅពេលដែលគាត់ជឿជាក់ខ្ញុំជឿថាអ្នកប្រើប្រាស់នឹងប្រើតាមគាត់នឹងគឺជាកត្តាដែលគាត់ខ្ញុំសំណូមពរជូនគាត់ថាពីម៉ោងនេះពីពេលនេះសូមជួយគ្នាសហការគ្នាផ្សព្វផ្សាយលើកកម្ពស់ផលិតផលក្នុងស្រុកបាទហើយអ្វីដែលសំខាន់ចុងក្រោយបាទទាំងអស់គ្នាបានមើលវីដេអូនេះហើយបាទអ្នកផលិតអ្នកចែកចាយអ្នកអភិវឌ្ឍផលិតផលបានបើកកកាយព័ត៌មានជាច្រើនឲ្យទាំងអស់គ្នាស្គាល់ក្លិនឲ្យកាន់តែច្បាស់បាទមកស្គាល់លើកនឹងហើយគឺទាំងអស់គ្នាបាទពេលដែលទាំងអស់គ្នាឃើញផលិតផលខ្មែរដោយសាប៊ូក្លិននៅពេលទាំងអស់គ្នាស្គាល់ច្បាស់ចឹងហើយសូមងាកបន្តការគ្រប់គ្រងសាប៊ូរបស់ខ្មែរយើងបន្តទៅទៀតបាទហើយសង្ឃឹមថា podcast មួយនេះនឹងក្លាយទៅជាគំរូសម្រាប់បងប្អូនអ្នកផលិតនៅផលិតផលផ្សេងទៀតជាច្រើនដែលនេះគឺជាកម្លាំងសេដ្ឋកិច្ចមួយធំណាស់បាទហើយអរគុណវាគ្មិនទាំង3បាទអរគុណច្រើនចំណាយពេលមកចែកម្លែកនេះធ្វើឲ្យប្រទេសយើងកាន់តែរីកចម្រើនយើងស្មារតីបាទជាតិនិយមកាន់តែខ្ពស់ហើយផលិតផលហើយស្រឡាញ់ជាងគេគឺយីហោក្លិនយីហោរបស់ខ្មែរយើងគឺកាន់តែរីកចម្រើនទៅមុខបាទអរគុណច្រើន បាទអរគុណ